បាតប្អូនស្រីបងសុំសួរបន្តទៀតឮថាប្អូនស្រីត្រូវបានកូនឪពុកចង់ធ្វើបាបចឹងអូនណាធ្វើបាបចឹងមិនអូនគាត់យប់ឡើងចឹងគាត់ឡើងមកញ៉ៃលោករាន់យើងចឹងគាត់មករំលោភអូយប់ឡើងគាត់មកញ៉ៃលូកលាន់ប្អូនណាដូចជាចាប់រំលោភចឹងដែរគឺចាប់រំលោភតែម្ដងមិនបាច់ដូចទេអញ្ចឹងហ៎ហើយយកហ្នឹងតាំងអូនអាយុប្រហែលដែរតាំង13ឆ្នាំពេលហ្នឹងអូននៅរៀនថ្នាក់ទីប្រហែលអាយុ13ឆ្នាំហ្នឹងទី8ចាហើយដល់គាត់យកនឹងរយៈពេលប្រហែលបានបែកការរៀងយូរដែរដូចជាមួយឆ្នាំជាងណោះមកបានបែកការដល់បងអូនឯងមានផ្ទៃពោះគ្រប់ខែបានគេដឹងឮគ្រប់គ្នាអញ្ចឹងណោះចាបានអ្នកស្រីសុំសួរបន្តទៀតដោយកូនពោះតាំងពីមួយខែបងស្រីដឹងហ៎អត់ដឹងសោះអត់ចាប់អារម្មណ៍ព្រោះកូនទៅរៀនរាល់ថ្ងៃអូអត់ចាប់អារម្មណ៍ព្រោះកូនទៅរៀនរាល់ថ្ងៃចាអត់សួរថាកូនមានពោះធំចម្លែកទេអត់សួរទេមានខ្ញុំអត់ដែរចាប់អារម្មណ៍ទៅបាច់រឿងទៅមកថ្ងៃទី3ខែ6ហ្នឹងហ្មងអូថ្ងៃទី23ខែ6បានបែកការណោះវាមកពីពេញវិញហើយវាចេះសុំខ្ញុំទៅពេញខ្ញុំអត់ចាប់អារម្មណ៍វាពេលអាធំយើងអត់ចាប់អារម្មណ៍វាអូពេលអាវធំមើលអត់ដឹងអត់ចាប់អារម្មណ៍ចាអូហើយក្រោយមកបែកការនៅត្រឹមម៉ានបែកការត្រឹមថ្ងៃទី23ហ្នឹងមកដល់ពេលវាមកខ្ញុំមកពីស៊ីនោះឆ្លោកវិញសួរវាណាសួរវាថាម៉េចសួរថាចេះពួកថ្ងៃរៀងធំដូចរៀងឬមានកូនអញថាថ្ងៃមានកូនណាហើយបានវានិយាយប្រាប់យើងណានិយាយប្រាប់ថាមានកូនចឹងហ៎ហើយថាមានកូនមួយឪពុកខ្លួនឯងចឹងហ៎ចាពីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមានคลิปវីដេអូថ្មីពិសេសមួយទុកឲ្យអ្នកទាំងអស់គ្នានឹងទស្សនាហើយជួយធ្វើការពិចារណាទាំងអស់គ្នាដោយប្អូនស្រីម្នាក់នេះនៅជាអនិច្ចជនណាបងប្អូនយើងទាំងអស់គ្នានៅជាអនិច្ចជនហើយក៏នៅសិក្សាផងដែរត្រូវបានឪពុកចុងឬក៏ឪពុកទី2នឹងធ្វើបាបរហូតទៅដល់មានផ្ទៃពោះស្ថិតនៅក្នុងគណៈនេះខ្ញុំបាទនឹងធ្វើបទសម្ភាសន៍ជាមួយម្ដាយនាងនិងអ៊ីរបស់នាងដូចតទៅបាទជម្រាបសួរអ្នកស្រីអ្នកស្រីឈ្មោះអីដែរសុកសរមអាយុប្រហែលអ្នកស្រីអាយុ50ឆ្នាំអ្នកស្រីមានស្វាមីទី1ឈ្មោះអីដែរសัตว์កូនឡាត់កូនគាត់តណាគាត់ស្លាប់អ្នកស្រីរស់នៅជាមួយប្តីទី1បានកូនប្រហែលអ្នកបានកូន1កូនប្រហែលណាត់ប្តីកូន5អូរស់នៅជាមួយប្តីទី1បានកូន5នាក់មិនមែនកូន1ទេណាបាទក៏សូមសំណាក់ខន្តីអភ័យនិទោសដល់ប្រិយមិត្តទស្សនិកជនផងបានកូន5នាក់ហើយប្តីនឹងតណាអ្នកស្រីប្តីក៏ស្លាប់បាត់ទៅហើយក្រោយមកក៏បានយកប្តីទី2ទៀតប្តីទី2ឈ្មោះអីដែរអ្នកស្រីអីទួនតែហ្នឹងបន្ទាប់ពីបានយកប្តីទី2មកបានកូនបានអីនឹងបានកូនប្រុសមួយហើយរស់នៅជាមួយគ្នានឹងប្រកបរបរចិញ្ចឹមជីវិតធ្វើអីវិញទៅធ្វើសំណងបាទអ្នកស្រីឮថាគ្រួសារអ្នកស្រីបន្ទាប់ពីអ្នកស្រីយកប្តីទី2មកគ្រួសារអ្នកស្រីមានបញ្ហាមួយអញ្ចឹងឮថាមានបញ្ហាឪពុកចង់ជាប្តីទី2របស់អ្នកស្រីនេះជាមួយនឹងកូនដើមអញ្ចឹងបាទកូនដើមរបស់អ្នកស្រីឬជាកូនប្តីដើមរបស់អ្នកស្រីនេះឈ្មោះអីដែរបងស្រីនេះផាន់វិជ្ជការប៉ាន់វិជ្ជការអាយុប្រហែលហើយបងស្រី14ចូល15នៅជាអនិច្ចជនអញ្ចឹងនៅជាអនិច្ចជនអញ្ចឹងអូហើយមានផ្ទៃពោះបាត់ទៅហើយបាទបងស្រីរៀបរាប់ដំណើររឿងនឹងតិចមើលអាម៉េចបានកូនខ្លួនឯងទៅមានផ្ទៃពោះជាមួយនឹងប្តីរបស់អ្នកស្រីអញ្ចឹងខ្ញុំអត់ដឹងណាអត់ដឹងរឿងណាអត់សូវដឹងរឿងទេទៅដឹងរឿងតែខ្ញុំទៅស៊ីឈ្នួលគេរហូតទៅស៊ីឈ្នួលគេរហូតទៅស៊ីឈ្នួលធ្វើអីទៅឆ្លោចឹងទៅធ្វើម្ដងចឹងមកវិញតែយប់ឡើងដាក់អង្គុកក្រលចឹងតែខ្ញុំអស់ម្លងដេកភ្លឹងទល់ភ្លឺអត់មានដឹងអាលីងអូរាល់ថ្ងៃដើរធ្វើសំណងទៀតហើយប្តីទៅដែរទៅតាមប្តីជួនកាលធ្វើចូលគ្នាមួយគេចឹងហើយខ្ញុំទៅស៊ីឈ្នួលចឹងណាអូចឹងមកនេះថាប្តីក៏ទៅអ្នកស្រីក៏ទៅចាហើយទៅធ្វើសំណងដល់ណាទៅហើយមកវិញទៅហើយមកផ្ទះវិញមកដេកនៅផ្ទះវិញចិត្តនេះណានៅចិត្តនឹងដែរចុះបញ្ហារឿងកូនរបស់អ្នកស្រីឮថាមានបញ្ហាឲ្យចង់ធ្វើបាបរហូតមានផ្ទៃពោះមិនដឹងអ្វីខ្លះរឿងហ្នឹងមានដឹងខ្លះដែរអត់ទេដឹងអាលីងមកអត់ដឹងអាលីងទេចាបាទបងអូនស្រីបងសុំសួរបន្តទៀតឮថាបងអូនស្រីត្រូវបានកូននេះឪពុកចង់ធ្វើបាបចឹងអូនណាធ្វើបាបចឹងមិនអូនគាត់យប់ឡើងចឹងគាត់ឡើងមកញ៉ៃលោករាន់យើងចឹងគាត់មករំលោភអូយប់ឡើងគាត់មកញ៉ៃលូកលាន់ប្អូនណាដូចជាចាប់រំលោភចឹងដែរគឺចាប់រំលោភតែម្ដងមិនបាច់ដូចទេអញ្ចឹងហ៎ហើយយកហ្នឹងតាំងអូនអាយុប្រហែលដែរ
តាំង13ឆ្នាំ 13ឆ្នាំពេលហ្នឹងអូននៅរៀន ចា នៅរៀនថ្នាក់ទីប្រហែលอยู่13ឆ្នាំហ្នឹង ទី ទី8 8ចា ហើយដល់គាត់យកនឹងរយៈពេលប្រហែលបានបែកការ រៀងយូរដែរ ដូចជាមួយឆ្នាំជាងណោះ ចា មកបានបែកការដល់បងអូនឯងមានផ្ទៃពោះគ្រប់ខែបានគេដឹងឬគ្រប់គ្នាអញ្ចឹងណោះ ចា ចឹង មក ហ៎ ពីភ្នំពេញឲ្យប្រាប់មក កាលហ្នឹងអូនទៅធ្វើការនៅភ្នំពេញ ដឹងទៅបាម្ដងមកមានកូន ធ្វើបាបតាំងពីក្មេងតាំងពីអាយុ13ឆ្នាំរហូតដល់អាយុ15ឆ្នាំវា2ឆ្នាំណា 2 ឆ្នាំ 2ឆ្នាំហ្មងមានកូនណា ទៅពីមុនវាអត់តន់គ្រប់ការទាំងគ្រប់ការណា វាដឹងគ្រប់ការណា វាទៅគ្រប់ការមិនតាន់គ្រប់ទេអាយុ ឆ្នាំ2ឆ្នាំហ្នឹង វាគ្រប់ការប្រហែលជាមួយឆ្នាំជាងអីតិចហ្នឹង មិនតាន់គ្រប់ការទៅអាយុប៉ុណ្ណឹងនោះអញ្ចឹងណោះហ្នឹងហើយគាត់មានគម្រាមថាមិនដែរអូន គាត់គម្រាមប្រាប់ថាបើប្រាប់ម៉ែទៅគាត់ឲ្យខ្ញុំជាប់គុកហើយអត់មានតែគេរកស៊ីចិញ្ចឹមម៉ែខ្ញុំហើយប្អូនខ្ញុំអីចឹង បានន័យថាបើសិនណាមានបញ្ហាអូនប្រាប់គេគ្រូសាអូនឯងឪពុកអូនឯងនឹងត្រូវជាប់គុកអញ្ចឹងឬក៏ជាប់ពន្ធនាគារ ចា អត់មានអ្នករកស៊ីចិញ្ចឹមគ្រួសារ ចា អញ្ចឹងប្អូន លុយធនាគារទៀត ឬក៏ជាពាក់លុយធនាគារអត់មានលុយសងបំណុលធនាគារដោយខ្លួនខ្លាចឪពុកគម្រាមឯគាត់មានគម្រាមដល់ថ្នាក់ចង់រកសម្លាប់ចង់រកអីទៀតទេ អត់ទេអត់មានរកសម្លាប់រកអីទេ ចា គម្រាមថាដល់ប៉ុណ្្នឹងទេ គាត់គម្រាមគាត់ទៅប្រាប់ថាបើខ្ញុំប្រាប់ទៅជាប់គុកទាំងគាត់ជាប់គុកទាំងខ្ញុំ ហើយបងអូនគ្រាន់តែពាក្យគម្រាមថាប៉ុណ្្នឹងអូនអត់និយាយសុកចិត្តបៀមទុកតែម្នាក់ឯងតាំងពីពពោះ1ខែរហូតដល់9ខែបានបែកការ ចា អញ្ចឹងហើយបានអ្នកស្រីសុំសួរបន្តទៀតដោយកូនពពោះតាំងពី1ខែបងស្រីដឹងហ៎អត់ដឹងសោះ អត់ចាប់អារម្មណ៍ព្រោះកូនទៅរៀនរាល់ថ្ងៃ អូអត់ចាប់អារម្មណ៍ព្រោះកូនទៅរៀនរាល់ថ្ងៃ ចា អត់សួរថាកូនមានពោះធំចម្លែកទេអត់សួរទេ មានខ្ញុំអត់ដែរចាប់អារម្មណ៍ ទៅ ទេ បាច់រឿង ទៅ ទៅ មកថ្ងៃទី 23ខែ6ហ្នឹងហ្មង អូថ្ងៃទី23ខែ6បានបែកការណោះ វាមកពីពេញវិញហើយវាចេះសុំខ្ញុំទៅពេញខ្ញុំអត់ចាប់អារម្មណ៍ទេវាពេលអាធំធំយើងអត់ចាប់អារម្មណ៍វា អូពេលអាវធំធំមើលអត់ដឹង ចា អត់ចាប់អារម្មណ៍ ចា អូដល់ទៅពេលគ្នាមកពីពេញវិញបានអ៊ំស្រីហ្នឹងចាប់អារម្មណ៍ណាហើយដឹងថាកូនខ្លួនមានផ្ទៃពោះ លីសូគេនិយាយខ្ញុំដែរខ្ញុំចែកទៅមើលដល់ពេលចែកដល់នេះវាមកផ្ទះខ្ញុំសួរវាថ្ងៃនេះវាផ្លែកដូចថ្ងៃពោះធំមកទេហ៎ ហ្នឹង អញ្ចឹងដល់ពេលឲ្យសួរចុះសួរឡើងបានវានិយាយប្រាប់វាថាប៉ាធ្វើបាបវាហ្នឹង អូថាប៉ាធ្វើបាបវាធ្វើរហូតមានផ្ទៃពោះ ហ្នឹងហើយវាថាប៉ាហ្នឹងញ៉ៃញ៉ៃមួយវាហ្នឹងបានវាមានកូនមួយប៉ាវាហ្នឹងហើយវាថាទៅពេញហ្នឹងប៉ាហ្នឹងអត់ឲ្យប្រាប់ថាកូនហ្នឹងកូនរបស់វាទៀត ទៅពេញហ្នឹងតាមគម្រាមទៀត ទេ គម្រាមទៀត ចា មិនឲ្យនិយាយទៀត អើយគម្រាមថាឯងអើយកុំប្រាប់គេថាកូនហ្នឹងកូនមួយអាញមួយប៉ាចាំប៉ាជួយចិញ្ចឹមប្រាប់ថាកាយមានថងសាយកូនមានមួយថងសាយអញ្ចឹងណា អូ អត់ឲ្យប្រាប់ថាមួយប៉ាហ្នឹងទៀតខ្លាចបែកការខ្លាចខ្ញុំរករឿងដុល្លារ ហ្នឹង ថាខ្ញុំឆេកឆាយ ហ្នឹង ហើយខ្ញុំដឹងអត់បានទេខ្ញុំអត់ចូលចិត្តទេអំពើថាទៀបអញ្ចឹង ហ្នឹងហើយដល់ទៅពេលទីបំផុតក៏បែកការ ចា បែកការគេដឹងអត់ទាល់តែបាន បែកការហ្នឹងព្រោះមកពីថ្ងៃ18វាខ្លួននេះមួយខ្ញុំ ហ្នឹង វាបានវាយខ្ញុំហើយខ្ញុំបោកទូរស័ព្ទវាចោល អូប្តីឯងហ្នឹងហ៎ ចា ហ្នឹងហើយដល់ហើយមិនទៀត ហើយខ្ញុំអត់បានក៏ខ្ញុំទ្រុលមាត់ទៅចេះខ្ញុំអត់ដឹងរឿងទេខ្ញុំទ្រុលមាត់ថាចឹងតើបានគេថាឲ្យចង់ចាំលោកកូនចង់ឯង ហ្នឹង ខ្ញុំទ្រុលមាត់ចឹងណា ហ្នឹង ហើយតែខ្ញុំអត់ដឹងរឿងទេ ហ្នឹង ដល់ពេលហើយក៏វាថាឆ្លើយមកខ្ញុំអីទេវាថាថ្ងៃមួយម៉ាត់ហ្នឹងងាប់ព្រោះអញជាប់គុកដោយសារកូនថ្ងៃនិយាយម៉ាត់ហ្នឹង តាមពិតអ៊ីអត់ដឹងហង អត់ទេខ្ញុំចេះមិនដឹងស្អីទាញមាត់ខ្ញុំទៅថាចឹងថ្ងៃទី18 អត់ដឹងរឿងអីសោះប៉ុន្តែឆ្លោះគ្នាមួយប្តី ចា ក៏ប្រឡយមាត់និយាយថាចឹង ចា ក៏កើតរឿងហ្នឹងមក ចា ថាគាត់នឹងជាប់គុកដោយសារកូនអ្នកស្រីបើសិនអ្នកស្រីប្រើពាក្យហ្នឹងមកអញ្ចឹងហ៎ ចា អញ្ចឹងក៏បែកការរឿងហ្នឹងមកអញ្ចឹងហ៎ ហើយខ្ញុំអត់ទេអត់បាយការអត់ដឹងទៀត អត់បែកការដឹងទៀតដល់មិនទៀតទៅ ដល់ពេលហើយទៅកូនខ្ញុំមកដល់ថ្ងៃទី23ហ្នឹងខែ6ហ្នឹងវាមកទេហើយថ្ងៃទី18ខ្ញុំមានរឿងថ្ងៃទី18ខែ6ហ្នឹងដែរ បាទ ហើយខ្ញុំថាចេះវាថាម៉ែចុះខ្ញុំទេទូរស័ព្ទមិនអត់ចូល ហ្នឹង ហើយថាទូរស័ព្ទប៉ាថ្ងៃនេះបោកចោលហើយ ព្រោះប្រើទូរស័ព្ទមួយរួមគ្នាជាមួយប្តីអញ្ចឹងហ៎ ចា ហើយក្រោយមកបែកការនៅត្រឹមម៉ាន បាយការត្រឹមថ្ងៃទី23ហ្នឹងមក ដល់ពេលវាមក ខ្ញុំមកវាស៊ីនោះឆ្លោកវិញសួរវាណា សួរវាថាម៉េចសួរថាម៉េច សួរថាចេះ
ពោះថ្ងៃរៀងធំដូចរៀងឬមានកូនអញថាថ្ងៃមានកូនណាហើយបានវានិយាយប្រាប់វានិយាយប្រាប់យើងណា និយាយប្រាប់ថាមានកូនចឹងហ៎ ហ្នឹងហើយ ហើយថាមានកូនមួយឪពុកខ្លួនឯងចឹងហ៎ ចា អូបាទបាទបងស្រីជំរាបសួរបងស្រីឈ្មោះអីដែរ សុកសរឿន សុកសារឿនណា ចា ត្រូវជាអ៊ីហ៎ ចា បាទជុំវិញនៃរឿងក្មួយរបស់អ្នកស្រីនេះដែលថាមានកូនតាំងពីអាយុ13ឆ្នាំដោយកូនជាមួយនឹងឪពុកចុងឬក៏ឪពុកទី2 មួយ រឿងនេះបងស្រីមានដឹងយ៉ាងម៉េចខ្លះដែរ អត់ដឹងដែរហងតែឆ្លងស៊ីស្នូស្លុកមួយម៉ែវាហ្នឹងមកវិញថ្ងៃទី23ហ្នឹងដែលហើយខ្ញុំហ្នឹងសួរវាថាចេះហើថ្ងៃមើលពីក្រោយថ្ងៃដូចពោះធំអញ្ចឹងហង អូ ខ្ញុំថាអញគេថាចេះចេះតែថាឡើងមិនថាវាថ្ងៃទៅនៅណាក៏នៅមិនបានទេទៅរវល់រហូតមកផ្ទះអញ្ចឹងខ្ញុំសួរវាថាវាអញ្ចឹងណា ហ្នឹង ហើយកូនខ្ញុំវាទៅពេញដែរហើយវាថាកូនមិញឯងទៅពេញដែរដែលមានលុយផ្ញើឲ្យមិញឯងខ្ញុំទៅមានលុយផ្ញើឲ្យម៉ែខ្ញុំពីរ3ដងណា ហ្នឹង ខ្ញុំថាមើលក្តារខ្នងពីក្រោយដូចអ្នកពោះធំអញ្ចឹងហើយ អូ ដល់ហើយបានលឺសូរម៉ែវាមកនិយាយទូរស័ព្ទនៅមុខផ្ទះខ្ញុំហ្នឹង ហ្នឹង បានខ្ញុំសួរថារឿងអីគេវាឡើងមានឡើងប៉ាចុងវាហ្នឹងចាប់វាមលូកមានកូនហ្នឹងបានខ្ញុំថាហើយចុះកូនហ្នឹងមានប្រហែលខែហើយ ហ្នឹង ហើយវាថាវាអត់ដឹងខែទេខ្ញុំថាបើអត់ដឹងខែចឹងនាំគ្នាយកវាយកទៅអេកូទៅបានដប់ម៉ោង6ហ្នឹងខ្ញុំដប់យកទៅអេកូតែងឹតហ្នឹង ហ្នឹង យកទៅអេកូបានទៅដល់អេកូគេសិនគេ គេមើល ឆ្លើយមកថាកូន8ខែ កូន8ខែហើយកូននេះកូនប្រុសហ៎ កូនផង កូនប្រុស ចា ឥឡូវបាទខ្ញុំសូមសួរអ្នកទាំងអស់គ្នាឥឡូវនេះអ្នកទាំងអស់គ្នាមានកូនហើយគឺថាក្មួយឬក៏កូនរបស់អ្នកស្រីហ្នឹងអញ្ចឹងបានសេចក្តីថាអ្នកស្រីដឹងរឿងនេះដោយសារបងស្រីរបស់ខ្លួនហ្នឹងនិយាយ ចា ហើយមានចំនួនតោះតែងជាមួយនឹងប្តីគាត់ឈ្មោះសួនតែមិញហ៎ ទូនតែ ទួនតែហ្នឹងដល់ចំនួនតោះតែងជាមួយប្តីហើយបោកទូរស័ព្ទហ្នឹងចោលក៏បែកការដល់រឿងហ្នឹងទៅហើយដល់បែកការដល់រឿងហ្នឹងគឺថាដឹងរឿងទាំងអស់គ្នាក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ប្តីរបស់អ្នកស្រីយកទៅផ្ដន្ទាទោសតាមច្បាប់ទៅអញ្ចឹងដល់ឥឡូវ ថ្ងៃតោះគ្នាហ្នឹងស្ងាត់មករយៈដល់ពេលរួចទៅអត់ដឹងអត់អីទេពេលវាយបងខ្ញុំហ្នឹង អូ អត់ដឹងអត់អីទេដល់ពេលរយៈបានឡើងឆ្លោះគ្នាហើយត្រូវគ្នាបាន2 3ថ្ងៃបានបាច់រឿងកូននឹងវាមកពីពេញ អូបែករឿងកូននឹងមកពីពេញ ចាបាច់វាមកពីពេញថ្ងៃទី23ហ្នឹងបានដឹងវាហ្នឹង ហ្នឹង ដឹងថាវាពោះធំហ្នឹង ដឹងថាពោះធំ ចា ចុះឥឡូវកូននេះស្រីឯប្រុសចុះកូននេះប្រុសណា ចា កូនប្រុសនេះឥឡូវនេះកូននេះមានតីពោះ9ខែហើយ ចា ត្រូវឆ្លងទលេនៅថ្ងៃទី8ខែ8ឆ្នាំ2024យើងហ្នឹងគឺថាបានកូនប្រុសមួយហើយអញ្ចឹងអ្នកស្រីខ្ញុំសុំសួរចំណាប់អារម្មណ៍មុនគេតើកូននេះអ្នកស្រីទុកចិញ្ចឹមដែរឬក៏មិនទុក កូនហ្នឹងខ្ញុំអត់ទុកទេខ្ញុំអត់សមត្ថភាពចិញ្ចឹមវា ព្រោះជីវភាពអត់ពេក ភាពខ្ញុំវាអត់ ទី1អញ្ចឹង ណាមួយចិញ្ចឹមកូនផងចិញ្ចឹមចៅផងបង អូមានចៅទៀតបងធនាគារទៀតរលុយអត់បានរត់អត់រួច ចា អញ្ចឹងអ្នកស្រីមានតែបង្ខំចិត្តឲ្យកូននេះទៅម្ដាយទី2 ចា បាទបងអូនស្រីសុំសួរដែរឬក៏សុំសួរម្ដងទៀតបងអូនស្រីកូននេះបន្ទាប់ពីឆ្លងទលេមកបងអូនប្រកាសជាឲ្យគេដែរឬក៏មិនឲ្យឲ្យគេណា ចា ជាកូនប្រុសណា ចា គឺថាឲ្យដោយមិនមានលក់មិនមានដូរអីទេបាទអ្នកស្រីសុំសួរដែរអ្នកស្រីឈ្មោះអីដែរ សុកសារឿន សុកសារឿនអ្នកស្រីឥឡូវក្មួយអ្នកស្រីជិតដល់ថ្ងៃដែលត្រូវឆ្លងទន្លេហើយដល់ពេលគាត់ឆ្លងទន្លេមកតើអ្នកស្រីឲ្យកូននេះសុកចិត្តឲ្យកូននេះទៅម្ដាយទី2ដែរឬក៏ទុកចិញ្ចឹម នៅលើម៉ែគេឲ្យនៅលើម៉ែគេព្រោះខ្ញុំធំតែមីខ្ញុំអត់ហ៊ានអាវកាត់ អញ្ចឹងណា ចា អញ្ចឹងមិនន័យថាអ្នកស្រីគឺជាមាអត់ទៅហ៊ានអាកាត់ទេ ចា គឺមិនហ៊ានអាកាត់តែម្ដង ចា អញ្ចឹងកូននេះឲ្យគេឬក៏មិនឲ្យអាស្រ័យទៅលើម៉ែហើយនឹងសម័យខ្លួនផ្ទាល់ ចា អញ្ចឹងសម័យខ្លួននិយាយថាគឺថាឲ្យគេហើយ ចា ហើយម្ដាយក៏និយាយថាឲ្យគេដែរ